បងយីម្ចាស់ផ្ទះទៀតថ្លៃឈ្នួលទៀតហើយបាយឆារបស់ឯងលក់មួយចានបានតែប៉ុន្មានរៀលនឹងត្រូវបដូរមុខម្ហូបថ្មីហើយ20នាទីទៀតក្លិនអីហ្នឹងឈ្ងុយខ្លាំងម្លេះចៀនឲ្យស្រស់ខ្លាញ់ចេញទើបសាច់ប្រកបដោយជាតិហូបមិនទ្រលាន់នេះជាខ្ទឹមបារាំងបំពងស្រួយត្រូវប្រើខ្ទឹមក្រហមតូចទើបត្រូវ20នាទីមិនក៏ដូចជា20ឆ្នាំអញ្ចឹងអូហូបងយីឆ្ងាញ់ខ្លាំងណាស់ហ្មងរលីក្នុងមាត់តែម្ដងក្លិនឈ្ងុយបំពងជាមួយខ្ទឹមក្រហមនេះស៊ីបាយអស់គ្មានសល់ទេបងយីមុខម្ហូបថ្មីនេះឆាយកចំណេញបានច្រើនតើហៅថាតម្លៃមាសបាយសាច់ជ្រូកចិញ្ច្រាំចុះដើមទុនវិញសាច់ជ្រូក3ជាន់និងខ្ទឹមក្រហមមិនថ្លៃប៉ុន្មានទេបាយឆាលក់20អានឹងលក់យ៉ាងហោចក៏30ដែរ25បានហើយមួយថ្ងៃធ្វើតែ20ចានទេបាយឆា20ចានលក់ធម្មតា25ចានបាយសាច់ជ្រូកនេះជាស្តង់ដារលក់ច្បាប់ផ្ទះយើងបាយសាច់ជ្រូកនេះលក់ដាច់ដោយឡែកមិនបានទេត្រូវតែលក់គូបែបនេះ25រៀលនឹងសំរុំតារសជាតិឆ្ងាញ់ខ្នាតនឹងលក់30ក៏នៅតែមានគេទិញដែរធានាថាលក់ដាច់ដណ្ដើមគ្នាហ្មងលោកជាងម៉ោង11ថ្ងៃត្រង់នេះមានម៉ោងសិក្សាបើកចំហតែគ្រូគាត់ស្រាប់តែគ្រុនក្តៅមកមិនបាននាយកសាលានឹកឃើញលោកភ្លាមក៏ឲ្យខ្ញុំមកជួយអញ្ជើញមិញថារូប Ultraman ដែលលោកធ្វើឲ្យពួកគេចូលចិត្តខ្លាំងណាស់បានតើចាំខ្ញុំទទួលសុំពេលកន្លះម៉ោងខ្ញុំទៅទិញសម្ភារៈបង្រៀនមួយផ្លែតត្រូវរៀបចំអីខ្លះតុកតាហើយនឹងកាំបិតផ្លាស្ទិកសុវត្ថិភាពសម្រាប់ក្មេងកាំបិតផ្លាស្ទិកនឹងយកមកធ្វើសិប្បកម្មមែនយកមកធ្វើការវះកាត់បន្លែឲ្យពួកក្មេងឃើញថាបន្លែដែលពួកគេស្អប់រូបរាងខាងក្នុងវាបែបណាបងយីអញពូកែបង្រៀនក្មេងមែនវ៉ៃសំបីតែរឿងតុក្កតាក៏អញចេះចែកឆ្នៃដែរក្មេងដែលរើសអើងម្ហូបនិយាយប្រាប់ធម្មតាមិនស្ដាប់ទេត្រូវតែធ្វើឲ្យពួកគេមានអារម្មណ៍ថាបន្លែជាប្រដាប់ប្រដាក្មេងលេងដល់សប្បាយតោះហាអូនបើកឡានទៅផ្សាររកអសិផលទិញគ្រឿងនិងទិញសាច់ជ្រូកសម្រាប់យប់នេះផងប៉ាន់តាបាយសាច់ជ្រូកចិញ្ច្រាំមិញនេះនៅជក់មាត់នៅឡើយទេយប់នេះច្បាស់ជាដណ្ដើមគ្នាតិចទៀតហើយបងយីម៉ោងបង្រៀនហូបជប់ថ្ងៃនេះសូម្បីតែលោកអគ្គនាយកក៏មកស្ដាប់ដែរនេះគេហៅថាសាឡាត់ឥន្ធនូជូរផ្អែមហូបហើយនឹងបានលូតកម្ពស់ខ្ពស់ណាស់ខ្ញុំមិនហូបទេឆ្ងាញ់តើផ្អែមដូចជាទឹកផ្លែឈើអញ្ចឹងកូនក៏ចង់ហូបដែរឲ្យកូនមួយចានមកកូនចង់បានសាឡាត់ឥន្ធនូឃើញអត់ខ្ញុំប្រាប់ហើយថាកំពូលប៉ាខ្ញុំពូកែណាស់លើកក្រោយត្រូវស្ដាប់សម្ដីខ្ញុំនិងប៉ាណាធានាថាសប្បាយហូបរាល់ថ្ងៃមកបើដឹងថាឆ្ងាញ់បែបហ្នឹងម្លេះសុំខ្ញុំហូបយូរហើយមើលទៅលុយប្រឹក្សាយោបល់ដែលចំណាយទៅពិតជាមានតម្លៃមែនលោកស្រីអគ្គនាយកចូលទៅស្វាគមន៍លោកគ្រូប្រឹក្សាបន្តិចទេមិនបាច់ទេកុំរំខានពេលក្មេងកំពុងរៀនលេខាលីប្រាប់អ្នកមេផ្ទះឲ្យរៀបចំសាឡាត់បន្លែខ្លះសម្រាប់ល្ងាចនេះផងហាមដាក់ទឹកសាឡាត់រេស៊ីនិងទឹកសាឡាត់ Thousand Island ប្រើតែទឹកក្រូចឆ្មាទឹកឃ្មុំអំបិលបន្តិចនិងប្រេងអូលីវបានហើយអ្នកមេផ្ទះនៅផ្ទះសូម្បីតែប្រើក្រូចឆ្មានាំចូលលំដាប់ខ្ពស់បំផុតក៏ប្រហែលជាធ្វើមិនបានរសជាតិដូចជាដៃលោកជាងធ្វើដែរ25ថាកែអញថ្លៃពេកហើយដឹងបាយឆាតែ20តាអាគ្នេះឡើងដល់25ហ្មងហាងក្បែរនឹងបាយសាច់ជ្រូកទៅ15តាថែមពងតិចទៀតលក់តាមចិញ្ចើមថ្នល់សោះលក់25តម្លៃស្មើក្នុងផ្សារទំនើបហើយអ្នកទាំងអស់គ្នាយល់ច្រឡំហើយបាយឆានៅតែ20ទេតែកែ25នេះជាបាយសាច់ជ្រូកចិញ្ចើមដែលសារទៅទិញសំដាំទុនថ្លៃទៅលក់ថ្លៃជាងបន្តិចអ្នកចង់ញ៉ាំបាយឆាក៏បានអ្នកចង់ភ្លក់មុខថ្មីក៏បានមិនបង្ខំទេអាស្រ័យលើចំណូលចិត្តរៀងខ្លួនបាយឆាមិនឡើងថ្លៃគឺអូខេហើយធ្វើឲ្យ21ទំហឹងស្មានតែលេងមានលុយញ៉ាំបាយថៅកែជាងហើយតើយកបាយឆាមួយមក20រៀលញ៉ាំឆ្អែតបាត់ថៅកែ25ហោះបាត់មុខម្ហូបថ្មីមានតែ50ប្រអប់ទេបាយឆានៅ20ដដែលចង់ញ៉ាំមួយណាក៏បានអូខេថៅកែខ្ញុំជឿជាក់លើបងម្ដងយកឲ្យខ្ញុំមួយមកយកខ្លាញ់បន្តិចថែមទឹកជ្រលក់ច្រើនបន្តិចប្រាក់មុនណាបើអស់លុយនឹងហើយមិនឆ្ងាញ់ស្អែកខ្ញុំផុសរីគុណក្នុងគ្រប់ផាតបានតា
បាយសាច់ជ្រូកចិញ្ច្រាំពិសេសមួយញ៉ាំតែមួយម៉ាត់ដំបងដឹងថា5រៀលនឹងស័ក្តិសម្បត្តិហើយអីដេជាតិណាស់នេះជាបាយចិញ្ចាំថ្នោតតម្លៃ25មែនឈ្ងុយជាងបាយឈុត7ប៉ោយបាយរាប់រយរៀលទៀតទុនល្មើយស្អិតល្មមមិនត្រលាន់ទេខ្ទឹមក្រហមបំពងឈ្ងុយប្លែកថ្មងបងប្រុសមិនដែរសំនឹងតម្លៃ25ទេរៀងត្រលាន់បន្តិចខ្លាញ់ពេកអា25រៀលនឹងមានអារម្មណ៍ថាខាត់មិនម៉ែទេឃើញទេជឿតាមអាម៉ាប់នឹងមិនខុសទេថៅកែយកបាយឆាមួយមកទុកឲ្យគាត់សម្ដែងទៅអាម៉ាប់នឹងស៊ីចូលតើថៅកែជាងទិញមុខម្ហូបថ្មីបាយសាច់ជ្រូកចិញ្ច្រាំឆ្ងាញ់ដល់ខ្ញុំសម្ដែងพูดអ្នកចិត្តខាងថាអាក្រក់ស៊ីដើម្បីទុកពពួកឯងប្រញាប់មកអ្នកក្រៅកុំរំខានថាកែទុកពពួកយើងកញ្ញាកុំកុំមកអីបាយសាច់ជ្រូកចិញ្ច្រាំនឹងប្រាប់ថាត្រលាន់ណាស់បងប្រុសអាម៉ាប់នឹងនិយាយក្នុងគ្រប់ផ្សេងតាគាត់ថាឆ្ងាញ់ដល់ថ្នាក់ចង់យំហើយប្រញាប់ឲ្យពួកខ្ញុំមកញ៉ាំតាត្រូវហើយគាត់ថាកំពុងพูดអ្នកចិត្តខាងថាអាក្រក់ស៊ីដើម្បីទុកភីហ៊ុនឲ្យពួកខ្ញុំតាបងសានបងធ្វើចឹងមិនត្រូវទេណាលួចច្រកប្រអប់ទុកក្នុងកាបូបទៀតហើយអាម៉ាប់ចង្រៃដើម្បីបានស៊ីម្នាក់ឯងហ៊ានបោកពួកអញផងហេថៅកែយកបាយសាច់ជ្រូកចិញ្ច្រាំមួយខ្ញុំដែរសុទ្ធច្រើនបន្តិចថាយកប្រអប់ធំថៅកែកំពុងទីកមួយខ្ញុំដែរយកបាយសាច់ជ្រូកចិញ្ច្រាំអញសំថ្លៃខូចខាតផ្លូវចិត្តឲ្យមកបងម៉ាប់អញ្ជើញទៅតាមសម្រួលណាលើកក្រោយសម្ដែងរកជើងក្អែកឲ្យត្រូវគ្នាផងគ្នាយើងអត់កាទេសុទ្ធតែអ្នកលាតត្រដាងការពិតទាំងអស់ពុកធរពួកអាម៉ាប់នោះដូចទូចិត្តអាក្រក់ក្នុងរឿងធ្លាប់ចឹងណោះមានរបស់ឆ្ងាញ់សោះកំពុងគេថាមិនឆ្ងាញ់ចុងក្រោយត្រូវគេបែកកាត់ខ្មាស់គេអត់នេះគេហៅថាលើកថ្មដុំជើងខ្លួនឯងតែបានគាត់ចឹងបាយដែលសល់រាប់សិបប្រអប់ប្រហែល10នាទីទៀតអស់រលីងពីស្តុកហើយកូនវ៉ាន់ថ្ងៃនេះនៅក្រៅមានអារម្មណ៍ឃ្លានទេបាក់ឲ្យអ្នកមីងលាវធ្វើសាឡាត់តាមរូបមន្តដែលកូនផ្ញើមកណាអ្នកស្រីលោកស្រីគ្មានរឿងអីទេតើហាងយើងធ្វើម្ហូបមិនឆ្ងាញ់ឬអត់ត្រូវមាត់បាក់គ្មានរឿងអីទេមិនមែនមកពីហាងធ្វើម្ហូបមិនឆ្ងាញ់ទេគឺមកពីខ្ញុំខ្លួនឯងអារម្មណ៍ញ៉ាំអីមិនទាន់សូវបានចឹងញ៉ាំអីផ្សេងបន្តិចទៅណាកូនយប់ជ្រៅហើយខ្ញុំឡើងទៅសម្រាកសិនហើយភ្លេចវាទៅស្អែកចាំទៅញ៉ាំម្ហូបនៅសាលាវិញក៏ដូចតែគ្នាសូមប្រាប់ទីតាំងដែលត្រូវទៅផ្លូវស៊ីងកាំងចម្ងាយ 2.1 គីឡូម៉ែត្រប្រើពេល20នាទីតែលើកនេះទេទិញហើយយកមកញ៉ាំក្នុងឡានញ៉ាំមួយម៉ាត់ហើយទៅវិញភ្លាមកំពុងធ្វើស្អែកនឹងនាយកប្រតិបត្តិក្រុមហ៊ុនធំម្នាក់កណ្ដាលអធិបតេយ្យមកលូឈោនៅតុកចាំផ្លូវអញ្ចឹងប្រយ័ត្នគេចំណាំមុខបានណានួនភ្ញាក់ឡើងកូនបងជិញនួននៅក្មេងរាល់ថ្ងៃត្រូវមកជួយតាមមើលតុកអញ្ចឹងមិនងាយស្រួលទេណានិយាយតិចទៅកំពុងដេកលក់ហើយមើលនោះណូមានអ្នកមីងស្អាតម្នាក់នៅទីនោះនួនកូនច្រឡំមនុស្សហើយដឹងអេមិនក្តៅរហូត8ជាងតក្រេស្លៀកពាក់ចិត្តជឹងអត់ខ្លាចអស់ទេហ៎គុកអ្នកមីងស្អាតឈោមើលពួកយើងរហូតតើកូនចង់ទៅរកគាត់អ្នកមីងស្អាតប្រញាប់ទៅឲ្យតែអ្នកមិនងាកក្រោយនាងច្បាស់ជាមិនដឹងថាជាអ្នកទេអ្នកមីងពិតជាអ្នកមីងមែនអ្នកមីងពាក់ខ្មៅបែបនេះកំពុងលេងពួនមែនទេនួនអ្នកនាងសុំទោសផងក្មេងវាច្រឡំមនុស្សទេនួនមកនេះកូនគឺជានរណាស្អាតពិតមែនតើកូនមិនបានច្រឡំទេ
ក្លិនខ្លួនអ្នកមីងក្រអូបកូនចាំបាន បងស្រីស្គាល់ក្មេងនេះដែរមែនឬមួយមកទិញបាយឆា ចែកដាក់ម្លេះចិត្តឆ្លៀនបាយហើយមែនទេបាយពុកឆាក្រអូបឈ្ងុយឆ្ងាញ់ណាស់ពុកធ្វើបាយឆាឲ្យអ្នកមីងមួយចានមកណាអ្នកមីងកុំតន់ទៅអីពួកអ្នកមីងឈឺហើយតើញ៉ាំបាយឆាពុកមួយមកទៅរួចខ្លួនបាត់ឈឺហើយកុំលោឡាដាក់ក្មេង យប់ជ្រៅហើយចុះហេតុអីអ្នកនាងនៅទីនេះហើយពេលអីចឹងទៀត ខ្ញុំគេង មិនលក់ក៏បើកឡានចេញមកលំហែកាយមេឃក្តៅមកបីជាងដក្រេស្លៀកអាវរងាធំចេញញើសពេញក្បាលអីចឹងមិនមែនមកលំហែកាយទេខ្ញុំចាប់អសមត្ថភាពនឹងកម្ដៅ ម៉ាស៊ីនត្រជាក់ក្នុងឡានត្រជាក់ពេកទើបខ្ញុំចុះមកដកដង្ហើម តើខ្ញុំជួយហៅតាក់ស៊ីជូនទេ មិនបាច់ទេឡានខ្ញុំនៅខាងមុខតើអ្នកមីងកុហកមុខអ្នកមីងស្លេកអស់ហើយច្បាស់ជាកំពុងឈឺពោះខ្លាំងហើយ នួន កុំរំខានគេ កុំសុទ្ធគំរាមកូនអ្នកមីងអញ្ជើញអង្គុយទីនេះមក អគ្គនាយកលក់អស់បន្លែលីងហើយ មិនអីទេបន្តិចទៀតយើងរៀបចំប្រមូលតូបហើយប៉ាពោះកូនស្រែកខ្យល់ហើយនឹង សល់តែមីបន្តិចពីព្រឹកមិញទេតែក៏សល់ទឹកស៊ុបកន្លះឆ្នាំងដែរចាំខ្ញុំធ្វើមីស៊ុបជ្រូកឲ្យមួយចានអូខេទេ រំខានអ្នកហើយណា គ្មានបន្លែអំទេពីសាទ្រាំបន្តិចទៅណាលើកដំបូងហើយដែលឃើញលោកស្រី Shen ហូបអីប្រញាប់ប្រញ័របែបនេះមីស៊ុបជ្រក់មួយចានតើគិតថ្លៃប៉ុន្មានទៅ8យ៉នថ្លៃមីមួយកញ្ចប់ធម្មតាទេគិតតែតម្លៃដាំបានហើយ អ្នកមីងកូនជូនស្ករគ្រាប់នេះទៅអ្នកមីងបើឈឺពោះហូបស្ករគ្រាប់ផ្អែមមួយទៅតិចទៀតបាត់ឈឺហើយត្រូវកាន់តាមខ្លួនរហូតណាអរគុណណានាងណែនមីងទទួលយកហើយច្បាស់ជាបាត់ឈឺមិនខានប៉ាកូនជាក្មេងពូកែមែនតើ ថៅកែតូចបងប្រុស ពូ Shenda ថ្ងៃនេះពូរត់មកបានលេខ1ទៀតហើយហោះ ច្បាស់ជាចឹងហើយដើម្បីបានហូបបាយប៉ាអញធ្វើពូចុះតាម stairs មិនចាំជណ្ដើរយន្តផងណែអាម៉ា Shenda ពួកយើង5នាក់មកកាត់មុខឯងតាមកមុនបានហូបមុនតាពួកឯងតម្រង់ជួរទៅខ្ញុំប្រញាប់ទៅផ្ទះដូចវិញតាហាអាល្អិតនេះរត់លឿនមែនវ៉ៃថៅកែយកបាយសាច់ជ្រូកចិញ្ចាំ5ចានថែមស៊ុបបន្លែមួយចានមកអេមណាស់ត្រូវជាតិដើមហ្មងថៅកែចុងសប្តាហ៍ឈប់លក់ទៀតហើយពួកខ្ញុំអត់បាយ2ថ្ងៃវិញហើយណាហូបបាយហាងបងអញហើយហូបអីផ្សេងលេងឆ្ងាញ់អស់ហើយកុំនិយាយចឹងអីចុងសប្តាហ៍ត្រូវមើលកូនផងពួកអញធ្វើការយប់ជ្រៅរាល់ថ្ងៃចុងសប្តាហ៍មិនសម្រាប់ទៅ ទឹកស៊ុបដៅណាស់ផ្លុំឲ្យត្រជាក់ចាំហូបណាអូយក្មេងនេះគួរឲ្យស្រឡាញ់ម្លេះចុងសប្តាហ៍ថៅកែនៅមើលកូនចុះពួកយើងចាំតែយកចៃធ្វើការក៏ បើគ្មានភ្លៀងទេថ្ងៃធម្មតាយើងលក់រហូតបងធំសាច់ជ្រូកចិញ្ចាំចិត្តអស់ហើយទុកមិនបាន10នាទីទៀតទេកុំស្មារតីភ្លេចខ្លាំងអ្នកហូបនៅហាងមុនខ្ចប់តាមក្រោយបងខ្ញុំយក8ប្រអប់ខ្ចប់ទៅស្អីគេម្នាក់អញទិញ8ប្រអប់ចុះអ្នកនៅក្រៅជួស្កេកស្កាស់ត្រូវកម្រិតក៏ដល់ហើយខ្ញុំអ្នកមកដល់មុនតាថ្ងៃនេះសាច់ជ្រូកចិញ្ចាំសល់តែ60ចានទេចាប់ពីពេលនេះទៅម្នាក់ទិញបានតែ3ចានយ៉ាងច្រើនថៅកែខ្ញុំប្រញាប់បានតែ3ចានទេបើចង់បាន8ចានឲ្យមិត្តភក្តិមកឈរតម្រង់ជួរឡើងវិញអ្នកខាងមុខធ្វើតាមច្បាប់បាយសាច់ជ្រូកចិញ្ចាំម្នាក់3ចានអស់រលីងហើយសាច់ជ្រូកចិញ្ចាំត្រូវរងាស់ភ្លើងតិចកន្លះម៉ោងទៀតធ្វើឥឡូវមិនទាន់ទេចាំថ្ងៃស្អែកចុះអស់បាយសាច់ជ្រូកហើយមែនទេចុះបាយឆាម៉ាក់ពិសេសនៅមានតាយក2ចានមកខ្ញុំយកដែរខ្ចប់ឲ្យផងភ្លើងខ្លាំងគ្រប់គ្រាន់បាយឆាមកចេញក្លិនឈ្ងុយឆ្ងាញ់អ្នកទាំងអស់គ្នាកុំប្រញាប់មានគ្រប់គ្នាតា ប៉ាឆ្វាញ់ឆ្វិននឹងយកម្សៅមិញអត់ហូបបាយសោះសាច់ខ្លាំក្លិនខ្លោចហើយមានសាច់ខ្លាញ់ទៀតពួកគាត់ហូបហើយក្អួតអស់រលីង អូខេថ្ងៃត្រង់នេះប៉ាទៅមើលឯសាឡាមតៃ មែនហេប៉ាល្អណាស់ហេជំរាបសួរអ្នកគ្រូមេឡាលោកសិនម្សិលមិញក្មេងចិត្តពាក់កណ្ដាលអត់ហូបបាយថ្ងៃត្រង់ទេអ្នកម្ដាយក្នុងគ្រប់បវារីនឹងឡើងក្តៅគប់ ខ្ញុំអត់បានទៅហូបថ្ងៃត្រង់នេះមានអីខ្លះ មានស្បៃក្តោបឆាតកួនពងទីចៀនស៊ុបសណ្តែកក៏លេចចុងភៅធំឈ្មោះលាជាអ្នករៀបចំគាត់ថាមុខម្ហូបនេះអាហារូបត្ថម្ភគ្រប់គ្រាន់ណាស់ ក្មេងមិនហូបទេជួយប្រាប់គាត់ផងឲ្យធ្វើទឹកបន្លែស្រស់បង្គាស្រស់ការ៉ុតនិងពោតផ្អែមវិញទៅចាស់ខ្ញុំទៅចាត់ចែងភ្លាមរឿងក្មេងជ្រើសរើសម្ហូបនេះពិតជាពិបាកដោះស្រាយមែនពួកគាត់មិនមែនរើសម្ហូបទេទៅផ្សារទិញគ្រឿងកំប៉ិចកំប៉ុកនិងសាច់បន្ថែមទៀតទៅ